Ok, sự đây này tất cả các bạn chẳng thấy mình làm hạt cả đào sải propon samai cả muối hay làm hạt ngàyนี้คือlàm hạt cùi sấy ấm chẳngក្នុងការដោះស្រាយគឺអត់ដូចពីមុនទេពីមុនយើងដោះស្រាយយកតែម្ដងតែនេះគេឲ្យចម្លើយមកចឹងយើងធ្វើតាមរបៀបកុយសៃអឹមចឹងយើងតាំងសម័យកាលនេះជាសម័យកាលទី1ហើយសម័យកាលនេះជាសម័យកាលទី2ហើយយើងយកសម័យកាលក្នុងចំណោម1 2ហ្នឹងយើងយកមួយយកមកប្រើដើម្បីជំនួសចម្លើយទាំង4ហ្នឹងចូលឥឡូវខ្ញុំយកសម័យកាលទី1យកមកធ្វើចឹងយើងយកចម្លើយទី1ចម្លើយ A យកមកជំនួសគឺករណី x ស្មើ1ហើយ y ស្មើ1ចឹងជំនួស1ចឹងគេបានចឹងជំនួសចូលមកចឹងបាន2គុណនឹង1ដក5 y ជំនួសចូល1ស្មើដក3ចឹងយើងឃើញថាចំពេលយើងទូទាត់នេះស្មើ2នេះស្មើដក5ចឹងជំនួសចូលស្មើដក3ស្មើដក3ចឹងយើងឃើញថាសម័យកាលអង្គទាំងសងខាងអង្គទី1និងទី2ហ្នឹងគឺស្មើគ្នាចឹងបើស្មើគ្នាគឺមានន័យថាគឺផ្ទៀងផ្ទាត់ចឹងបើផ្ទៀងផ្ទាត់បែបហ្នឹងគឺមានន័យថាចម្លើយ A ជាចម្លើយត្រឹមត្រូវ